របស់ពីរមុខដែលបងប្អូនដាក់ចូលទៅនៅពេលព្រឹកងាយនឹងខូចសុខភាពហើយបាក់ទាំងសម្រស់បងប្អូនអរគ្នាដឹងស្រាប់ហើយអាហារពេលព្រឹកគឺជាអាហារមួយដែលកំណត់រយៈពេលមួយថ្ងៃពេញតទៅនឹងសុខភាពក៏ដូចជាអារម្មណ៍បងប្អូនអញ្ចឹងតើកាលណាបងប្អូនញ៉ាំអាហារដែលល្អញ៉ាំអាហារដែលជួយទៅដល់សុខភាពរាងកាយក៏ដូចជាអារម្មណ៍បងប្អូនមួយថ្ងៃពេញគឺល្អពេញក្នុងមួយថ្ងៃអញ្ចឹងថ្ងៃហ្នឹងបងប្អូននឹងមកដឹងពីរបស់ពីរដែលបងប្អូនដាក់ចូលទៅវាធ្វើឲ្យបងប្អូនហ្នឹងងាយនឹងបាក់សុខភាពហើយខូចទាំងសម្រស់នៅថ្ងៃក្រោយក្រុមអាហារទី1គេហៅថាក្រុមអាហារដែលប្រើខ្លាញ់ពេញចានជៀនឆាបំពងឬក៏មានរសជាតិប្រៃដិតខ្លាំងក្រុមអាហារទាំងអស់ហ្នឹងគឺជាប្រភពឬក៏ឫសគល់ដែលធ្វើឲ្យបងប្អូនហ្នឹងងាយនឹងដុសក្បាលពោះមានបញ្ហាឡើងមុនប្រឈមជាមួយនឹងការឡើងគីឡូមានបញ្ហាលើសឈាមក៏ដូចជាមានបញ្ហាសម្ពាធតទៅនឹងសរសៃឈាមបេះដូងអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណីអាហារដែលបងប្អូនញ៉ាំចូលបងប្អូនសង្កេតមើលមនុស្សដែលចូលចិត្តញ៉ាំអាហារដែលប្រើខ្លាញ់ច្រើនឬក៏មានរសជាតិប្រៃខ្លាំងហ្នឹងស្បែកគាត់ចាប់ផ្ដើមមានបញ្ហាក៏ដូចជាឡើងមុនហ្នឹងក៏មិនងាយជាដែរនេះគឺជារូបមន្តមួយនៅក្នុងការដែលបងប្អូនដែលកំពុងតែមានបញ្ហាមុខមុនក៏ដូចជាមានបញ្ហាឡើងអត់ឈប់ពីហ្នឹងបងប្អូនកាត់បន្ថយអាហារដែលមានរសជាតិប្រៃខ្លាំងក៏ដូចជាមានអាហារដែលប្រើខ្លាញ់ច្រើនហ្នឹងក៏ជាប្រភពមួយដែលឲ្យបងប្អូនហ្នឹងទទួលបាននូវសុខភាពល្អហើយសម្រាប់បងប្អូនហ្នឹងងាយនឹងប្រសើរឡើងមកវិញដែរបើសិនជាបងប្អូនកាត់បន្ថយអាហារទាំងអស់ហ្នឹងបាននៅពេលព្រឹកហើយអាហារឬក៏ក្រុមទី2ដែលបងប្អូនគួរតែកាត់បន្ថយក៏ដូចជាគួរជៀសវាងគឺគេហៅថាផឹកភេសជ្ជៈផ្អែមៗនៅពេលព្រឹកឬក៏ភេសជ្ជៈដែលមានជាតិហ្គាសច្រើនបងប្អូនញ៉ាំយូរទៅមានការញៀនអញ្ចឹងតើកាលណាញៀនបងប្អូនញ៉ាំចូលយូរវាធ្វើឲ្យបងប្អូនមានបញ្ហាប្រឈមមួយគឺតើតើនឹងបញ្ហាកាពះរវីនខូចសុខភាពផ្សេងៗមិនថាឡើងឈាមឬក៏មានបញ្ហាទឹកនោមផ្អែមនៅថ្ងៃក្រោយអញ្ចឹងអាហារក៏ដូចជារបស់ដែលល្អបងប្អូនគួរតែញ៉ាំនៅពេលព្រឹកគឺមានអីខ្លះអ្វីដែលល្អជាងគេគឺជាងគ្រឿងកំប៉ុងក៏ដូចជាភេសជ្ជៈផ្អែមគឺមានទឹកសាបទឹកសុទ្ធយើងធម្មតាហ្នឹងឯងអញ្ចឹងគួរព្យាយាមញ៉ាំទឹកដែលគេហៅថាអត់មានជាតិស្ករនៅពេលព្រឹកវាជួយសុខភាពបងប្អូនបានច្រើនទឹកសុទ្ធទឹកសាបធម្មតាបងប្អូនព្យាយាមញ៉ាំចូលទៅដើម្បីឲ្យរាងកាយក៏ដូចជាសុខភាពបងប្អូននឹងល្អប្រសើរហើយកាត់បន្ថយដីរូបសម្បត្តិបានចែកម្លែកពីខាងដើមអញ្ចឹងអាហារជៀនឆៅបំពងឬក៏គ្រឿងច្រើនពេញចាននេះហ្នឹងបងប្អូនគួរកាត់បន្ថយទៅមកញ៉ាំអាហារដែលគេហៅថាជួយដល់សុខភាពអាហារកាកសរសៃក៏ដូចជាអាហារដែលយើងប្រើបន្លែបៃតងប្រើការស្ងោរអញ្ចឹងទៅបងប្អូនអរគ្នាញ៉ាំចូលទៅសុខភាពល្អនៅពេលព្រឹកព្រលឹមព្យាយាមញ៉ាំបន្លែបៃតងក៏ដូចជាបន្លែធម្មជាតិចូលទៅសុខភាពបងប្អូនល្អទាំងព្រមល្អទាំងកាពះពោះវៀនល្អទាំងសម្រស់បងប្អូនអញ្ចឹងបើសិនជាស្រឡាញ់សុខភាពស្រឡាញ់សម្រស់គូជិះវៀងរបបអាហារពីរនឹងដាក់ចូលទៅនៅពេលព្រឹក